សូមស្ដីបងប្អូនព្រឹកនេះបងប្អូនធ្វើអ្វីចំណែកខ្ញុំវិញគឺទាំងព្រឹកនេះឆ្លៀតឱកាសរើសសម្អាតសម្បុកប្រជាកម្មបន្តិចព្រោះអីសោះមិញយើងបេះសម្បុកក៏បងប្អូនហ្នឹងហើយបេះហើយសម្អាតហើយប្រហែលជាថ្ងៃបន្តិចយើងរកកន្លែងបង់ត្រីហើយបានយប់ឡើងយើងនឹងមានចិត្តឆាកមកទៀតហើយចិត្តឆាកបងប្អូនឃើញបែមាត់ខ្ញុំឆ្ងល់អត់ឡំស្ទីខ្ញុំថតទុកអនុស្សាវរីយ៍បងប្អូនតែបងប្អូនឆ្ងល់តែស្អីគេបងប្អូនមាត់ខ្ញុំហ្នឹងគឺញ៉ាំខ្មុំឡំស្ទីបងប្អូននេះបងមកសម្អាតទាំងអស់គ្នាខ្ញុំហើយយើងសម្អាតហើយសម្អាតយប់មិញហើយងក់ចឹងទៅក៏គេងសិនឥឡូវព្រឹកឡើងចាំយើងសម្អាតទៀតថ្ងៃនេះខ្ញុំទៅរកបងត្រីទៀតណាបងប្អូនតែបានខ្ញុំមិនដឹងទេពួកអីយើងឥឡូវនេះវារកបងត្រីតាមបន្លាយតាមអូអីមិនបានទេបងប្អូនហើយពួកគេបូមទឹកដាក់ស្រែអីចឹងទៅគេបហូរទឹកថ្មីចូលចឹងណាបងប្អូនចឹងទឹកត្រីវាអត់មានទេតែបើទៅរកតាមបឹងតាមអីហ្នឹងត្រីសាបូហ្មងត្រីសាបូប៉ុន្តែគាត់ថាយើងពិបាកលេងបន្តិចបើសិនជាយើងលេងគ្នាតិចចឹងណាបងប្អូនបើសិនយើងមានគ្នាទៅគ្នាច្រើនលេងគ្នាច្រើនត្រីផុសត្រីគីឡូហ្នឹងគឺថាអេមបុកតែម្ដងបងប្អូនអូយជាសាំងបងប្អូនខ្ញុំនៅជាប់មាត់ផ្លូវទៅចឹងទៅម៉ូតូឡានហើយចឹងទៅនិយាយលេងពីបងប្អូនក្នុងបន្ទប់ប៉ុន្តែស្ដាយការងារអញ្ចឹងសុខចិត្តណាស់អង្គុយនេះហើយអង្គុយធ្វើការងារបដាអង្គុយនិយាយលេងពីបងប្អូនបដានេះបងប្អូនហើយនេះមកយើងដាក់ផ្ញើឲ្យគេយើងលក់បានលុយបងប្អូននេះមួយថ្ងៃរះចំកពូលភ្នំបងប្អូនឲ្យស្អាតនេះមើលហើយនេះបងប្អូនខ្ញុំនៅក្នុងរបងផ្ទះឡើយទេចំលើក្នុងកពូលភ្នំបងប្អូនស្អាតណាស់បងប្អូននៅខេត្តបៃលិនភ្នំច្រើនបងប្អូននេះរះឡើងពូម្ដងតិចហើយផ្លូវរមុខផ្ទះខ្ញុំចឹងបងប្អូនដល់ពេលយើងទៅឡានម៉ូតូត្បាឬស្ទោណែបងប្អូនអត់រំខានបងប្អូនច្រើនទេកុំភ្លេចទេបងប្អូនទៅបងតែឡើងហៅផងហើយយប់បន្តិចយើងនឹងទៅរកអីផ្សេងទៀតបងប្អូនអរគុណបាយ